កាលពីប៉ុន្មានម៉ោងមុនសេចក្តីស្នេហាទើបតែបានរីកស្គុះស្គាយនៅក្នុងវិហារសាសនាប៉ុន្តែពេលនេះនៅតាមដងផ្លូវនៃទីក្រុងវេរ៉ូណាកម្ដៅថ្ងៃកំពុងតែឆាបឆេះយ៉ាងក្តៅហែងអាកាសធាតុក្តៅស្អុះស្អាប់នេះធ្វើឲ្យឈាមរបស់អ្នកទីក្រុងពុះកញ្ជ្រោលកំហឹងងាយនឹងផ្ទុះឡើងជាទីបំផុត Benvolio និង Mercutio កំពុងដើរតាមផ្លូវ Benvolio ដែលមានចរិត slow boat បានប្រាប់មិត្តភ័ក្តិឲ្យប្រញាប់ទៅផ្ទះវិញព្រោះគេឃើញមនុស្សរបស់ត្រកូល Capulet ដើរពីពេញផ្លូវប៉ុន្តែ Mercutio ជាមនុស្សមិនចេះខ្លាចណាស់ក៏មិនព្រមទៅណាភ្លាមនោះទីបលព្រមទាំងបាក់ពូបានដើរសម្ដៅមករកពួកគេទីបលកំពុងតែតាមស្វែងរកតាំងតែពីព្រឹកគឺរកមុខរ៉ូមេអូដើម្បីសងសឹកនឹងរឿងកាលពីយប់មិញរំពេចនោះរ៉ូមេអូក៏បានដើរមកដល់ទាំងទឹកមុខពោពេញទៅដោយស្នាមញញឹមពីព្រោះគេទើបតែរៀបការរួចថ្មីគ្រាន់តែឃើញរ៉ូមេអូភ្លាមទីបលបានស្រែកប្រមាថថាអាក្មេងពីរ៉ូមេអូឯងគឺជាមនុស្សចង្រៃរ៉ូមេអូដែលពេលនេះចាត់ទុកទីបលគឺជាបងប្អូនជីដូនមួយរបស់ខ្លួនដោយសារតែទើបរៀបការជាមួយនឹង Juliet បានតបទៅវិញយ៉ាងទន់ភ្លន់ថាទីបលខ្ញុំមានហេតុផលដែលទៅស្រឡាញ់អ្នកទោះបីជាអ្នកប្រមាថខ្ញុំយ៉ាងណាក៏ដោយខ្ញុំមិនមែនជាមនុស្សចង្រៃទេសូមអ្នកទុកដាវចុះហើយយើងធ្វើជាបងប្អូននឹងគ្នាវិញការសុំសន្តិភាពរបស់រ៉ូមេអូធ្វើឲ្យ Mercutio ខឹងយ៉ាងខ្លាំងព្រោះគិតថារ៉ូមេអូគឺជាមនុស្សកំសាកទ្រាំមិនបាន Mercutio ក៏ហូតដាវរបស់ខ្លួនចេញមករួចស្ទុះទៅកាប់ទីបលសម្លេងដាវប៉ះទង្គិចគ្នាបានបន្លឺឡើងរ៉ូមេអូភ័យស្លន់ស្លោក៏ស្ទុះរត់ចូលទៅកណ្ដាលដើម្បីយកខ្លួនបាំងខាត់ពួកគេប៉ុន្តែដោយសារតែការចូលទៅរារាំងរបស់រ៉ូមេអូទីបលបានឆ្លៀតឱកាសចាក់ទម្លុះក្រោមដើមដៃរបស់រ៉ូមេអូត្រូវចំចង្កេះរបស់ Mercutio ពេញទំហឹងរួចហើយទីបលក៏រត់គេចខ្លួនបាត់ Mercutio បានដួលដេកនឹងហើមច្បិតមុនពេលដែលខ្យល់ស្លាប់គេបានស្រែកដាក់បណ្ដាសាទាំងការឈឺចាប់បំផុតថាបណ្ដាសាធ្លាក់ទៅលើគ្រួសាររបស់ឯងទាំងពីរគុំដោយសារតែចំនួនរបស់គ្រួសារឯងទាំងពីរយើងក៏មិនត្រូវស្លាប់ដូចសត្វឆ្កែបែបនេះដែរនិយាយចាប់គេក៏បិទភ្នែកជារៀងរហូតឃើញមិត្តសម្លាញ់ស្លាប់ក្នុងធ្លុកឈាមដោយសារតែខ្លួនរ៉ូមេអូបានដកដង្ហើមធំរួចងើបមុខឡើងសម្លឹងទៅលើមេឃភាពទន់ភ្លន់បានរលាយបាត់អស់សល់តែភ្លើងកំហឹងសងសឹកនោះពេលទីបលដើរត្រឡប់មកវិញរ៉ូមេអូបានស្រែកដោយសំឡេងញាប់ញ័រថាទីបលប្រលឹងរបស់ Mercutio កំពុងតែរងចាំឯងនៅលើក្បាលរបស់យើងថ្ងៃនេះរវាងឯងហើយនឹងយើងគឺត្រូវតែមានម្នាក់ទៅកំដរគេអ្នកទាំងពីរបានប្រយុទ្ធគ្នាយ៉ាងសាហាវបំផុតទីបំផុតដាវរបស់រ៉ូមេអូបានកាត់ផ្ដាច់ជីវិតរបស់ទីបលសាកសពរបស់ទីបលបានដួលច្រងាងកណ្ដាលផ្លូវអ្នកស្រុកចាប់ផ្ដើមផ្អើលឈូឆោ Benvolio បានស្រែកប្រាប់ឲ្យរ៉ូមេអូរត់គេចខ្លួនព្រោះបើព្រះម្ចាស់មកដល់គេប្រកាសជាត្រូវប្រហារជីវិតរ៉ូមេអូឧទានឡើងទាំងអស់សង្ឃឹមថាខ្ញុំខ្លាចជាជនរងគ្រោះនៃព្រំលិខិតហើយរួចគេក៏រត់គត់គេចខ្លួនបាត់ទៅព្រះម្ចាស់ Prince Escalus ព្រមទាំងមេគ្រួសារទាំងសងខាងបានមកដល់ទីតាំងកើតហេតុឃើញសាកសពទីបលនិង Mercutio ព្រះអង្គម្ចាស់បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បំផុតរ៉ូមេអូគឺជាអ្នកសម្លាប់ទីបលដូច្នេះយើងសូមប្រកាសបណ្ដេញរ៉ូមេអូចេញពីទីក្រុងវេរ៉ូណាជារៀងរហូតប្រសិនបើគេហ៊ានឈានជើងចូលទីក្រុងម្ដងទៀតគេនឹងត្រូវប្រហារជីវិតភ្លាមនៅឯបន្ទប់របស់ Juliet វិញនាងកំពុងតែទន្ទឹងរង់ចាំពេលយប់មកដល់ដើម្បីស្វាមីរបស់នាងលួចឡើងតាមខ្សែពួរមកជួបនាងពោពេញទៅដោយសេចក្តីសុខរហូតទាល់តែមេដោះរបស់នាងដើរចូលមកទាំងទឹកមុខយំយែកមេដោះយំផងស្រែកផងទប់រាំតែប្រាប់សាច់រឿងដឹងក្តីធ្វើឲ្យ Juliet ស្មានថារ៉ូមេអូស្លាប់តែពេលដឹងការពិតគឺទីបលបានស្លាប់ហើយរ៉ូមេអូគឺជាអ្នកសម្លាប់នឹងត្រូវគេបណ្ដេញចេញ Juliet ហាក់ដូចជាត្រូវរន្ទះបាញ់ប្រហារកណ្ដាលបេះដូងរបស់គេនាងមានអារម្មណ៍ច្របូកច្របល់តាំងពីដើមទីដំបូងនាងជេរប្រតិចរ៉ូមេអូថាមុខដូចទេវតាតែបេះដូងជាបិសាចហើយអ្វីក៏ហ៊ានសម្លាប់បងប្អូនជីដូនមួយរបស់ខ្ញុំប៉ុន្តែពេលមេដោះជេររ៉ូមេអូបន្ថែម Juliet ក៏ប្រែជាការពារស្វាមីភ្លាមបើគេមិនសម្លាប់ទីបលក៏សម្លាប់គេដែរព្រោះគេការពារខ្លួនចុះហេតុអ្វីខ្ញុំត្រូវយំទាំងសងខាងបែបនេះពាក្យថារ៉ូមេអូត្រូវគេបណ្ដេញចេញវាឈឺចាប់ស្មើនឹងការស្លាប់របស់ទីបលរាប់ម៉ឺនដងនាងយំសោកសង្រេងសុំសេចក្តីស្លាប់ឃើញដូច្នេះមេដោះអាណិតពេកក៏សន្យាថានឹងលួចហៅរ៉ូមេអូមកជួបនាងជាលើកចុងក្រោយនៅយប់នេះ
នៅឯវិហារសាសនាលោកឪពុករ៉ូរ៉ែនបានលាក់ខ្លួនរ៉ូមីអូពេលឮសេចក្តីសម្រេចថាបណ្ដឹងចេញរ៉ូមីអូមិនបានត្រេកអរដែលរួចជីវិតទេតែបែរជាដួលបោកខ្លួនយំសោកយ៉ាងខ្លាំងបណ្ដឹងចេញវាគឺជាពាក្យដ៏សែនឃោរឃៅជាងសេចក្តីស្លាប់ទៅទៀតបើគ្មាន Julia តើពិភពលោកខាងក្រៅទីក្រុង Verona មានន័យអ្វីសម្រាប់ខ្ញុំគេទាញកាំបិតរៀបនិងចាក់សម្លាប់ខ្លួនតែលោកឪពុក Lauren ទាញចេញតន់លោកឪពុកស្ដីបន្ទោសយ៉ាងខ្លាំងឈប់ឈួតទៅតើឯងជាមនុស្សប្រុសឬជាសត្វសាហាវឯងចង់សម្លាប់ខ្លួនឯងហើយសម្លាប់ប្រពន្ធឯងដែលរស់នៅដើម្បីតែឯងមែនទេស្ដាប់ខ្ញុំយប់នេះឯងទៅជួបនាងតាមការសន្យាលុះដល់រៀបភ្លឺឯងត្រូវតែរត់ទៅលាក់ខ្លួននៅទីក្រុងម៉ាទូចាំឲ្យស្ថានភាពស្ងប់ស្ងាត់ខ្ញុំនឹងប្រកាសអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរជាសាធារណៈសូមការលើកលែងទោសពីព្រះអង្គម្ចាស់ហើយហៅឯងត្រឡប់មកវិញដោយកិត្តិយសយល់ទេក្តីសង្ឃឹមបានរស់រានឡើងវិញបន្តិចរ៉ូមីអូក៏ប្រញាប់លួចទៅជួបប្រពន្ធរាត្រីបានកន្លងផុតទៅយ៉ាងលឿននៅលើរានហាលរ៉ូមីអូនិង Juliet បានចំណាយពេលយប់ដំបូងនិងជាយប់ចុងក្រោយរបស់ពួកគេសំឡេងសត្វចាបស្រែកយំប្រាប់ថាព្រះអាទិត្យរៀបនឹងរះហើយពួកគេអោបគ្នាទាំងទឹកភ្នែកមិនចង់បែកគ្នាទាល់តែសោះប្រញាប់ចុះទៅប្រោះថ្លៃមុនពេលគេឃើញបង Juliet យំលារ៉ូមីអូបានចុះតាមខ្សែពួររួចរត់គេចខ្លួនបាត់ស្រមោលមួយស្របក់ក្រោយមកម្ដាយរបស់ Juliet បានដើរចូលមកក្នុងបន្ទប់ដោយស្មានថាកូនស្រីកំពុងយំសោកដោយសារការស្លាប់របស់ជីបលម្ដាយបានប្រាប់ដំណឹងដែលគាត់គិតថាគួរឲ្យត្រេកអរថាដើម្បីបំបត្តិទុក្ខសោកកូនត្រូវតែរៀបការជាមួយនឹងលោកប៉ារីសដ៏សង្ហានៅថ្ងៃប្រហ័សខាងមុខនេះ Juliet បដិសេធដាច់អហង្ការខ្ញុំមិនរៀបការទេទោះរៀបការក៏រៀបការជាមួយនឹងរ៉ូមីអូជាសត្រូវនោះដែរជាងរៀបការជាមួយនឹងប៉ារីសលោកម្ចាស់កាពូឡេតដែលជាឪពុកដើរចូលមកលឺដូច្នេះក៏ផ្ទុះកំហឹងយ៉ាងក៏ក្រៅផ្ទះគាត់ជេរប្រតិចកូនស្រីមិនសំចៃមកនាងក្មេងរឿងរស់នាងកូនចង្រៃថ្ងៃប្រហ័សនេះឯងត្រូវតែដើរទៅវិហាររៀបការជាមួយនឹងប៉ារីសបើឯងមិនទៅទេអញនឹងអស់សក់ឯងទៅហើយបើឯងនៅតែបដិសេធទៀតអញនឹងកាត់កាលឯងចោលកុំមកហៅអញថាឪពុកទៀតឯងចង់ទៅដេកតាមផ្លូវស្លាប់អញក៏មិនខ្វល់ដែរគាត់ដើរចេញទៅដោយកំហឹងខ្រិវក្រោត Juliet ដួលយំសុំអង្វរម្ដាយតែម្ដាយក៏ដើរចេញចោលនាងងាកទៅរំពឹងមេដោះតែនឹកស្មានមកដល់មេដោះបែរជាប្រាប់នាងថារ៉ូមីអូត្រូវគេបណ្ដេញចេញហើយគ្មានថ្ងៃវិលត្រឡប់មកវិញទេលោកប៉ារីសជាមនុស្សសង្ហាស័ក្តិសមនឹងនាងជាងអ្នកនាងគួរតែយល់ព្រមរៀបការជាមួយគេទៅព្រោះវាល្អជាងរ៉ូមីអូដែលរស់នៅដូចជាស្លាប់ប្រយោគនេះកាត់ផ្ដាច់ចំណងមនោសញ្ចេតនារបស់ Juliet ពីមនុស្សគ្រប់គ្នានៅក្នុងផ្ទះនាងដឹងយ៉ាងច្បាស់ថាពេលនេះនាងគឺនៅឯកោតែម្នាក់ឯងនាងបានបណ្ដេញមេដោះឲ្យចេញពីបន្ទប់ហើយសម្រេចចិត្តយ៉ាងដាច់ខាតថាខ្ញុំនឹងទៅជួបលោកឪពុក Lauren ដើម្បីរកវិធីដោះស្រាយប្រសិនបើគ្មានអ្នកណាអាចជួយខ្ញុំបានទេខ្ញុំមានតែកាំបិតនេះហើយដែលជាអ្នកបញ្ចប់បញ្ហាទាំងអស់ដោយទឹកមុខអង្អាចនាងដើរចេញពីផ្ទះសម្ដៅទៅវិហារសាសនា